សិនបើឃើញនរណាម្នាក់ដួលសន្លប់អ្នកអាចជួយសង្គ្រោះគាត់បានការសង្គ្រោះទាន់ពេលអាចកាត់បន្ថយការប៉ះពាល់លើកោសិកាខួរក្បាលដំបូងត្រូវពិនិត្យមើលស្មារតីដង្ហើមចលនាបេះដូងជនរងគ្រោះដោយគោះស្មាហៅតិចៗពិនិត្យមើលចង្វាក់ដង្ហើមជីបចុះនៅគល់កនិងកដៃបើជនរងគ្រោះបាត់បង់ស្មារតីនៅមានចង្វាក់ដង្ហើមនៅមានចលនាបេះដូងឬក៏ជីបចរត្រូវលើកជើងទាំងពីររបស់ជនរងគ្រោះឲ្យខ្ពស់ជាងមុនបើគាត់នៅតែមិនដឹងខ្លួនត្រូវដាក់ជនរងគ្រោះឲ្យដេកផ្អៀងក្នុងដំណេកសុវត្ថិភាពបើគាត់មានដំណេកសុវត្ថិភាពហើយមិនបាច់រំកិលផ្លាស់ប្ដូរជនរងគ្រោះទេរហូតដល់អ្នកជំនាញមកដល់គួរជៀសវាងការបញ្ចុកទឹកឃ្មុំឬទឹកស្ករចូលមាត់ជនរងគ្រោះព្រោះអាចធ្វើឲ្យជនរងគ្រោះឆ្លក់